ឪពុកម្ដាយរបស់ខ្ញុំហ្នឹងគាត់អត់សូវមានលុយច្រើនក្នុងការទំនុកបម្រុងឲ្យខ្ញុំរៀនទេម៉ាក់របស់ខ្ញុំគាត់ប្រកបមុខរបរលក់ផ្លែឈើតិចតួចនៅផ្សារដល់ពេលប៉ារបស់ខ្ញុំវិញគាត់អ្នកដឹកអីវ៉ាន់គឺធ្វើឲ្យនាងខ្ញុំទទួលបាននៅបទពិសោធន៍ជាច្រើនហើយថែមទាំងអាចអភិវឌ្ឍសមត្ថភាពរបស់នាងខ្ញុំពីទុនខ្សោយឲ្យមកជាមានជំនាញជាងមុនជំរាបសួរនាងខ្ញុំឈ្មោះយុនរចនាពេជ្រជាសិស្សថ្នាក់ទី12នៃវិទ្យាល័យអង្គការលើស្ទួយប្រជាពលរដ្ឋសប្តាហ៍ថ្ងៃនាងខ្ញុំរស់នៅរាជធានីភ្នំពេញរាល់ថ្ងៃនាងខ្ញុំមានបងប្អូនបង្កើតចំនួន2នាក់ដែលខ្ញុំជាកូនទី2កាលពីមុនខ្ញុំអត់ធ្លាប់រៀននៅណាពេលដែលខ្ញុំគ្រប់អាយុហើយខ្ញុំចុះឈ្មោះចូលរៀននៅសាលាអង្គការលើស្ទួយប្រជាពលរដ្ឋហ្មងកាលពីខ្ញុំចូលមកដំបូងពេលហ្នឹងសាលាយើងបែងចែកមត្តេយ្យធំហើយនិងមត្តេយ្យតូចអញ្ចឹងខ្ញុំត្រូវរៀនមត្តេយ្យតូចជាមុនសិនកាលពីខ្ញុំចូលរៀនមកដំបូងគឺនៅឆ្នាំ2013កាលពីឆ្នាំ2013ហ្នឹងជាភាពគ្រួសាររបស់ខ្ញុំហ្នឹងខ្វះខាតដែរដោយឪពុកម្ដាយរបស់ខ្ញុំហ្នឹងគាត់អត់សូវមានលុយច្រើនក្នុងការទំនុកបម្រុងឲ្យខ្ញុំរៀនទេអញ្ចឹងពេលដែលខ្ញុំគ្រប់អាយុចូលរៀនហើយគាត់ដាក់ខ្ញុំចូលនៅក្នុងសាលាហ្មងខ្ញុំស្គាល់សាលា PO ហ្នឹងដោយគាត់តាមអ្នកជិតខាងដោយសារតែកូនរបស់គាត់ហ្នឹងក៏រៀននៅសាលាហ្នឹងដែរដល់ពេលហើយគាត់បានណែនាំឲ្យម៉ាក់ខ្ញុំហ្នឹងឲ្យដាក់ខ្ញុំហ្នឹងរៀននៅក្នុងសាលា PO ដែរទៅដោយសារតែជីវភាពគ្រួសារខ្ញុំហ្នឹងខ្វះខាតហើយសាលា PO យើងកាលហ្នឹងគឺជួយទំនុកបម្រុងទៅលើប្រមាណណាដែលមានជីវភាពក្រីក្រអត់សូវធូរធារអញ្ចឹងពេលហ្នឹងដោយតាមអ្នកជិតខាងផងហើយជីវភាពរបស់ខ្ញុំខ្វះខាតផងទៅក៏ម៉ាក់ខ្ញុំហ្នឹងសម្រេចចិត្តថាយកខ្ញុំហ្នឹងចូលមករៀននៅសាលា PO ហ្មងទៅម៉ាក់របស់ខ្ញុំគាត់ប្រកបមុខរបរលក់ផ្លែឈើតិចតួចនៅផ្សារដល់ពេលប៉ារបស់ខ្ញុំវិញគាត់អ្នកដឹកអីវ៉ាន់កាលពីចូលរៀននៅ PO ដំបូងហ្នឹងខ្ញុំចូលតាមបងខ្ញុំដែរដំបូងបងខ្ញុំរៀនមុនពេលដែលបងខ្ញុំរៀនចប់ហើយកាលហ្នឹងសាលាយើងអត់ទាន់មានដល់កម្រិតទី7ទេអញ្ចឹងពេលត្រឹមទី7ហ្នឹងបងខ្ញុំក៏បានឈប់ទៅបន្តការសិក្សារបស់គាត់នៅសាលាសាមគ្គីតទៀតហើយពេលដែលគាត់រៀនចប់ហើយទើបនាំខ្ញុំហ្នឹងចូលរៀននៅ PO ហ្នឹងដែរតាំងពីខ្ញុំរៀននៅ PO នេះមកខ្ញុំទទួលបានបទពិសោធន៍ជាច្រើនដោយទី1ហ្នឹងទទួលបានចំណេះដឹងដែលពីមុនហ្នឹងខ្ញុំអត់ធ្លាប់មានពីមុនមកឯដែលខ្ញុំអាចអភិវឌ្ឍខ្លួនឯងពីមួយកម្រិតទៅមួយកម្រិតទៀតហើយទី2ទទួលបានបទពិសោធន៍ថ្មីដែលលោកគ្រូអ្នកគ្រូនិងមិត្តរួមថ្នាក់ឬមួយក៏មជ្ឈដ្ឋានជុំវិញសាលាទាំងអស់ហ្នឹងបានបង្រៀនឲ្យខ្ញុំហ្នឹងចេះវានិងទទួលបានវាហើយអាចឲ្យខ្ញុំហ្នឹងអភិវឌ្ឍខ្លួនឯងដោយរបៀបផ្សេងដែលសាលាបានបង្រៀនហើយទី3ធ្លាប់ចូលរួមនៅកម្មវិធីប្រកួតប្រជែងដេញដោលជាច្រើនដូចជាកម្មវិធីប្រកួតជជែកដេញដោល Speaking ជាភាសាអង់គ្លេសចំពោះការរៀបចំកម្មវិធីរបស់សាលានេះខ្ញុំក៏ធ្លាប់បានចូលរួមដែរដូចជារៀបចំសង្ក្រាន្តរៀបចំកម្មវិធី Christmas នានាដោយកម្មវិធីទាំងអស់នោះបានបង្រៀននាងខ្ញុំឲ្យចេះនៅជំនាញគុណមួយចំនួនដូចជាការរៀបចំកាយដើម្បីដាក់ពន្យល់នៅមុខខ្លោងទ្វារសាលាអ្វីដែលនាងខ្ញុំទទួលបានពីសាលាមិនថាការសិក្សាការអប់រំហើយនិងជំនាញផ្សេងទៀតដែលសាលាបានឲ្យហ្នឹងគឺធ្វើឲ្យនាងខ្ញុំទទួលបាននៅបទពិសោធន៍ជាច្រើនហើយថែមទាំងអាចអភិវឌ្ឍសមត្ថភាពរបស់នាងខ្ញុំពីទុនខ្សោយឲ្យមកជាមានជំនាញជាងមុនអនាគតខ្ញុំចង់ធ្វើជាអ្នកគ្រូពេទ្យមួយដែលសារវាជាក្តីសម័យរបស់ម៉ាក់ខ្ញុំហើយវាក៏ជាក្តីសម័យរបស់ខ្ញុំដែរជាចុងក្រោយនាងខ្ញុំសូមអរគុណទៅដល់ម្ចាស់សាលាគឺម៉ាក់មាននិង sponsor ទាំងអស់ដែលបានបង្កើតសាលានេះឡើងមកឲ្យនាងខ្ញុំបានសិក្សាក្នុងនាមខ្ញុំជាអ្នកដែលមានជីវភាពខ្វះខាតឲ្យនាងខ្ញុំបានទទួលការអប់រំនិងជំនាញផ្សេងទៀតតាមរយៈសាលានិងអរគុណទៅដល់ម្ចាស់ sponsor ទាំងអស់ដែលបាន sponsor មកកាន់សាលាឲ្យសាលាមានសម្ភារៈគ្រប់គ្រាន់ដើម្បីឲ្យបង្រៀនសិស្សានុសិស្សឲ្យទទួលបាននូវចំណេះដឹង